ពីដំណាក់កាលដំបូងទៅសហគមន៍សាកលរបៀបដែល Binance ក្លាយជាម៉ាកស្តង់ដារឧស្សាហកម្មក្នុងឆ្នាំ2025 នៅពេលឆ្នាំ2025កំពុងបញ្ចប់ពិភពទ្រព្យ Digital មិនមែនជាវិស័យតូចទៀតឡើយវាបានក្លាយជាប្រព័ន្ធហិរញ្ញវត្ថុសាកលដែលមនុស្សរាប់រយលានអ្នកប្រើប្រាស់រាល់ថ្ងៃអ្វីដែលធ្លាប់ជាការសាកល្បងបច្ចុប្បន្នបានក្លាយជាការប្រើប្រាស់ធម្មតានៅក្នុងលិខិតបញ្ចប់ឆ្នាំ Co-Chief Executive Officers របស់ Binance បានផ្ដល់សារមួយយ៉ាងច្បាស់វាមិនមែនជាការសង្ខេបប្រចាំឆ្នាំទេប៉ុន្តែជាការបង្ហាញភាពដឹកនាំដោយផ្អែកលើទិន្នន័យពិតប្រាកដក្នុងឆ្នាំ2025តែប៉ុណ្ណោះ Binance មានបរិមាណជួញដូរចំនួន34 Trillion USD លេខនេះបង្ហាញថាវេទិកាមានសកម្មភាពខ្លាំងទាំងពីរភាគីគឺអ្នកប្រើធម្មតានិងស្ថាប័នធំ Binance ក៏បានបញ្ជាក់ 162.8 ពាន់លាន USD នៃទ្រព្យសម្បត្តិអ្នកប្រើតាមរយៈ Proof of Reserves នេះមានន័យថាទ្រព្យសម្បត្តិអាចផ្ទៀងផ្ទាត់បាននិងមានតម្លាភាពទំនុកចិត្តនៅទីនេះមិនមែនផ្អែកលើពាក្យសន្យាទេប៉ុន្តែផ្អែកលើទិន្នន័យពិតចំណុចសំខាន់មួយទៀតគឺការចូលរួម Binance មានអ្នកប្រើលើស300លាននាក់នៅទូទាំងពិភពលោកប្រសិនបើយើងគិតជាសមាមាត្រវាមានន័យថាមនុស្សម្នាក់ក្នុងចំណោម27នាក់លើពិភពលោកប្រើ Binance នេះបង្ហាញថា Crypto មិនមែនជារឿងតូចទៀតទេប៉ុន្តែក្លាយជាផ្នែកនៃជីវិតប្រចាំថ្ងៃក្នុងវិស័យទីផ្សារ Liquidity ជាសញ្ញាសំខាន់នៃភាពដឹកនាំនៅឆ្នាំ2025ប្រហែល 50% នៃការជួញដូរ Bitcoin និង Ethereum សកលកើតឡើងលើ Binance នេះបង្ហាញថាអ្នកជួញដូរជ្រើសរើសទីកន្លែងដែលមានទំនុកចិត្តនិងសុវត្ថិភាពទាំងអ្នកប្រើធម្មតានិងស្ថាប័នកំពុងប្រើវេទិកាតែមួយពេលភាគីទាំងពីរមកជួបគ្នាវេទិកាមិនត្រឹមតែជាផលិតផលទៀតទេប៉ុន្តែក្លាយជាម៉ាកស្តង់ដារឧស្សាហកម្មផ្នែកសុវត្ថិភាពក៏មានការកែលម្អយ៉ាងច្រើនការប៉ះពាល់ពីសកម្មភាពខុសច្បាប់ត្រូវបានកាត់បន្ថយយ៉ាងខ្លាំងប្រាក់រាប់ពាន់លាន USD នៃការក្លែងបន្លំត្រូវបានទប់ស្កាត់អត្រាជោគជ័យ Phishing ក៏ថយចុះយ៉ាងខ្លាំងផងដែរផ្នែកបទបញ្ញត្តិ Binance ក៏ទទួលបានអាជ្ញាប័ណ្ណពេញលេញនៅតំបន់សំខាន់រួមទាំង Abu Dhabi ក្រោមអាជ្ញាធរ ADGM នេះបង្ហាញពីភាពចាស់ទុំនិងការអនុលោមតាមច្បាប់កម្រិតអន្តរជាតិជាសរុបសារៈសំខាន់នៃលិខិតបញ្ចប់ឆ្នាំគឺច្បាស់លាស់ Binance មិនមែនត្រឹមតែចូលរួមក្នុងឧស្សាហកម្មទេប៉ុន្តែកំពុងកំណត់ស្តង់ដារថ្មី Scale, Liquidity, Security និង Trust បានរួមបញ្ចូលគ្នាបង្កើតវេទិកាដែលដូចជាប្រព័ន្ធហិរញ្ញវត្ថុសាកលមួយចុងក្រោយវាមិនមែនអំពីបច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែអំពីមនុស្សអ្នកប្រើ300លាននាក់បង្ហាញពីទំនុកចិត្តរួមដែលបានកសាងឡើងតាមពេលវេលាហើយដំណើរពីដំណាក់កាលដំបូងទៅកាន់ភាពសាកលបានកើតឡើងរួចហើយរួចបំពេញកូដដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏ Email បើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Nextពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREA បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបរកណ្ដាលគេឬក៏យើងប្រើជា Passport បងប្អូនមានអីដាក់នឹងដើម្បីបង្កើតកណេឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើង Scan មុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ